ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់เพจថ្មីរបស់ខ្ញុំនេះគឺជាវីដេអូ vlog ទី1របស់ខ្ញុំចាបងប្អូនចង់សូមជួយចុច like ឬក៏ follow page ម្នាក់មួយផងដោយសារតែ page មុនរៀងមានបញ្ហាអញ្ចឹងខ្ញុំប្រហែលជាអាចផ្អាកផុសសិនហើយឥឡូវមកសាកផុស page នេះមួយសិនបងប្អូនថ្ងៃនេះគឺទៅហូបការបងប្អូននៅក្នុងភូមិហើយក៏ឆ្លៀតមកផាត់មុខធ្វើសក់ហើយក៏ឆ្លៀតថតជា vlog វីដេអូបង្ហាញជូនបងប្អូនតិចទៅនេះរូបភាពមុនផាត់មុខប៉ុន្តែយើងកំពុងតែធ្វើសក់និយាយទៅឲ្យតែយើងធ្វើសក់មុនផាត់មុខល្អមើលបងប្អូនមុខយើងគឺថាវាអត់ស៊ីនឹងគ្នាជាមួយនឹងស្មូតសក់ដែលយើងធ្វើតើយើងផាត់មុខផាត់អីហើយទៅបានវាគួរសមអីបន្តិចចឹងណាឥឡូវនេះធ្វើសក់បានរួចរាល់ហើយបងប្អូននៅតែផាត់មុខទៀតទេប៉ុន្តែអ្នកផាត់មុខនៅរៀងច្រើនចឹងយើងនឹងអង្គុយចាំបន្តិចសិនចាបានមកសធុក្រោយមកនេះបានយើងចាប់ផ្ដើមបានផាត់មុខបដាហើយបងប្អូនតែអត់តដាក់ក្រែមតែអីទេឆ្លៀតបង្ហាញបងប្អូនតិចហើយនេះដែរក៏ជាវីដេអូទី1របស់ខ្ញុំហើយទៅផាត់មុខហើយខ្ញុំមិនដែលចេះថតវីដេអូទេខ្ញុំអៀនគេអៀនឯងតែឥឡូវរៀងថារៀងស៊ាំជាមួយកាមេរ៉ាបន្តិចចឹងណាបន្ទាប់ពីផាត់មុខហើយបងប្អូនមកអែនអនមុខកាមេរ៉ាបន្តិចចាអែនអនតិចទៅហើយយើងក៏ទៅផ្លាស់ខោអាវផ្លាស់អីដែរផ្លាស់ខោអាវអីរួចរាល់អស់ហើយឃើញថាម៉ោងក៏នៅរៀងច្រើនដែរថ្ងៃនៅរៀងថ្ងៃដែរអញ្ចឹងយើងអត់តន់ទៅទេហើយណាមួយនេះចាំគ្នាទៀតអញ្ចឹងឆ្លៀតមកអែនអននៅខាងក្រៅផ្ទះនេះឲ្យបានមកប៉ុសពីរប៉ុសអីដែរឆ្លៀតអែនអនក្រៅមិនអស់ចិត្តមកចូលក្នុងផ្ទះចាក្នុងផ្ទះបាយនេះថតមកប៉ុសពីរប៉ុសលេងទៀតកូនប្រុសរបស់ខ្ញុំក៏ថតឲ្យអញ្ចឹងណាហើយក៏ស្រេស្រង់តិចតួចទៅយើងក៏បានមកប៉ុសពីរប៉ុសអីបន្ថែមទៀតអញ្ចឹងទៅបងប្អូនយើងផាត់មុខធ្វើសក់លេខឲ្យហើយកុំឲ្យខាតអញ្ចឹងយើងថតឲ្យបាន100ប៉ុសអីអញ្ចឹងទៅចាំយើងសិលេចយកមកប៉ុសដើម្បីផុសរូប Oh my god បងប្អូនស្រីណាខ្ញុំមិនដឹងទេតែចំពោះខ្ញុំវិញបើបានផាត់មុខធ្វើសក់ហើយបើអត់បានថតអីក៏អត់បានបបោះពីបោះអីទេនោះគឺថាអត់អស់ចិត្តទេអញ្ចឹងហើយក៏ឆ្លៀតថតសិនទៅព្រោះថាយើងខំទៅផាត់មុខផាត់អីអស់លុយច្រើនដែរអញ្ចឹងណាអត់បានរួមដូចទៅការគេដូចអត់ន័យអញ្ចឹងបងប្អូនអានេះខ្ញុំនិយាយតែចំពោះខ្ញុំទេតែបងប្អូនផ្សេងទៀតខ្ញុំក៏ដឹងដែរប៉ុន្តែខ្ញុំគិតថាមនុស្សសម័យឥឡូវគឺចូលចិត្តផុសរូបដោយសារតែយើងលេង Facebook លេង TikTok អញ្ចឹងបើសិនជាអត់បានវីដេអូឬក៏រូបភាពអីទេហ្នឹងគឺអត់អស់ចិត្តទេខ្ញុំជឿជាក់ថាអញ្ចឹងឲ្យមកដល់រោងការនេះបងប្អូនទុកម៉ូតូនិយាយថាច្រើនមែនតើឡងវែងកន្លែងបស៊ីម៉ូតូច្រើនមែនតើហើយម៉ោងទៅតែ6ទេមនុស្សទៅយ៉ាងច្រើនយ៉ាងហ្នឹងហើយទំមទៅយប់វិញជ្រៅបន្តិចមិនដឹងថាមនុស្សច្រើនប៉ុណ្ណាទេឥឡូវចូលមកដល់តុកហើយយើងអង្គុយចិត្តគ្រប់គ្នាហើយគ្រប់10នាក់បានដាក់ម្ហូបអញ្ចឹងនៅខ្វះតែ2 3នាក់ទៀតយើងបានញ៉ាំម្ហូបកាយគេដាក់ម្ហូបហ្នឹងយើងក៏ឆ្លៀតកេះគ្នាថតឲ្យបានមកវីដេអូឬក៏មកប៉ុស2ប៉ុស2 3ស្លាកអីសិនដែរអញ្ចឹងណាអង្គុយមើលគេច្រៀងគេរំអីសិនទៅតម្រាំតែយើងបានជុំគ្នាទៅបានគេដាក់ម្ហូបមកឲ្យអញ្ចឹងណាបងប្អូនឥឡូវតែនិយាយគេលើកម្ហូបមកល្មមម្ហូបយើងទី1នេះគឺមានមាន់នឹងមាន់អីទេខ្ញុំអត់ចេះហៅទេហើយនឹងពោះគោទឹកប្រហុកហើយបន្ទាប់មកទៀតហ្នឹងគឺមួយមុខទៀតគឺឆាមឹកម្រេចខ្ចីបងប្អូនគេដាក់3មុខហ្នឹងឲ្យយើងហូបសិនចាបន្ទាប់ពីហូប3មុខហ្នឹងអស់ហើយយើងក៏មានម្ហូបមក2មុខទៀត2មុខចុងក្រោយហ្នឹងគឺឆាប៊ីស្ទឹកសាច់គោជាមួយនឹងស៊ុបហើយនៅមានបាយសមកប្រអប់ផងដែរហើយពេលដែលយើងបានញ៉ាំរួចរាល់អស់ហើយហ្នឹងយើងក៏នាំគ្នារំលេងកំសាន្តចាទៅហើយបើអត់បានរំដូចអត់អស់ចិត្តអត់សុវ័យបងប្អូនអញ្ចឹងយើងត្រូវតែបំពេញសេចក្តីសុខផ្លូវចិត្តរបស់យើងទៅឲ្យកុំឲ្យខាតខំផាត់មុខខំធ្វើសក់អស់លុយមកកណោបើយើងមិននៅរំមិននៅអីហ្នឹងមិនសុវ័យមកផ្ទះវិញទាំងអស់ចិត្តអញ្ចឹងឲ្យដាក់4 10បទសិនចាំមកផ្ទះ